វីដេអូនេះសម្រាប់បងប្អូនស្រីៗដែលរីកមិនឲ្យខ្ញុំចេញជាវីដេអូបង្ហាត់ប្រាណយកក្បាលពោះបងប្អូនធ្វើការហាត់ប្រាំក្បាច់តាមខ្ញុំគឺក្បាច់ដែលខ្ញុំហាត់ជាប្រចាំរាល់ថ្ងៃតែម្ដងហាត់តែ3ខែរាល់ថ្ងៃមកដល់តែស្រកខ្ទេចហើយមុននឹងហាត់ប្រាណយើងត្រូវពុតដៃពុតជើងវ៉ាร์មអាប់អីសិនមកហើយនេះគឺជាក្បាច់ទី1បងប្អូនអាចមើលតាមនឹងហើយធ្វើតាមនឹងបានពួកគាត់សួរខ្ញុំទៀតថាខ្ញុំមានតមអីអត់និយាយទៅខ្ញុំអត់មានតមអីទេក្រៅពីស្កររបស់ផ្អែមហើយនឹងគ្រឿងកំប៉ុងតែក្រៅពីនឹងគឺខ្ញុំញ៉ាំធម្មតារបស់អាហារអីគឺខ្ញុំញ៉ាំបាយញ៉ាំអីធម្មតាទាំងអស់ហើយនេះគឺជាក្បាច់ទី2ក្បាច់នឹងគឺថាចូលខ្លាំងមែនតើតែយើងទាំងពីរហ្នឹងគឺគ្រាន់តែតុបបានហើយកុំសកាត់ទៅងន់ទៅលើដៃខ្ញុំមួយក្បាច់ហ្នឹងគឺខ្ញុំហាត់ម្ដង50គុណនឹង3អញ្ចឹងទាំងអស់150ដងអញ្ចឹងអ្នកទាំងអស់គ្នាធ្វើការហាត់តាមខ្ញុំរយៈពេលតែ3ខែឬ6ខែអីនឹងក្បាលពោះស្រកគ្មានសល់ទេកុំគិតថា3ខែ6ខែនឹងយូរចាអត់យូរទេគឺលឿនសម្រាប់ខ្ញុំខ្លាំងមែនតើខ្ញុំចង់ឲ្យបងប្អូនស្រីៗយើងទាំងអស់គ្នាមានការអត់ធ្មត់ជាមួយនឹងការហាត់ប្រាណដោយសារការហាត់ប្រាណហ្នឹងគឺត្រូវការតាំងចិត្តខ្លាំងមែនតើថាយើងដាក់ចិត្តដាក់កាយថាបើសិនជាហាត់ហើយគឺត្រូវតាឲ្យដល់គោលដៅអញ្ចឹងបងប្អូនកុំផ្ទះសាចង់បានលទ្ធផលលឿនពេកគឺមួយសំទៅវាគង់តែបានដូចគ្នាទេអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេ5ក្បាច់ងាយនេះបងប្អូនអាចរៀនបានទៀតថានៅផ្ទះជាប្រចាំពេលតនេអីហ្នឹងគឺដឹងតែរៀនស្អាតហើយអរគុណអ្នកនរគ្នាបាយបាយ